Vlog លើកនេះទៅចោះបេសកកម្មសពផ្សាយនៅកំពង់ធំប៉ុន្តែបានទាំងដែរលេងទៀតបើចង់ដឹងថាខ្ញុំមានសកម្មភាពអីខ្លះតោះទៅមើលខ្ញុំទាំងអស់គ្នា Let's go Assalamualaikum and good morning អ្នកទាំងអស់គ្នាខ្ញុំឡាឡាតាមមកដល់ផឹកឡើងពួកយើងទៅងើបពីផឹកដោយសារតែពួកយើងត្រូវចេញទៅណាពីសកលរបស់យើងទៅកំពង់ធំនោះធ្វើមិនឲ្យតន់សះចេញប្រឡងបាក់ដប់ពេលថ្ងៃអញ្ចឹងទៅយប់មិញហ្នឹងខ្ញុំត្រូវមកដេកនៅសាលាដោយសារតែខ្ញុំខ្លាចងើបខកមានជាការថតអ៊ុតលុយអីចឹងដោយសារពេលទៅហ្នឹងយើងបានម្នាក់ 50,000 ខ្ញុំសុំចោះត្រឹមនឹងបានអត់សុំម៉ាក់បើលុយឲ្យសុំវិញម៉ាក់ហើយខ្ញុំញ៉ាំទៅទៀតបន្ទាប់មកយើងក៏បញ្ញាប់ចេញទៅណាទៅដោយសារតែគោលដៅយើងទៅហ្នឹងវារៀងឆ្ងាយដែរឆាច់បានទៅក្រោមគេលក់ត្រីគេលក់ត្រីសោះខ្ញុំខំឯងឆ្ងាយមើលមិនទៅទូមកឃើញតែអត់ចេះទៅក្រោមជិះទៅដល់កន្លែងគេលក់ត្រីប៉ុន្តែលោកគ្រូក៏គាត់ឃើញថាគេលួម៉ូតូចឹងទៅនាំគ្នាសើចឡើងពេញឡានផឹកម៉ៃហ្នឹងពួកយើងងើបពីផឹកពេកចេញពីសកលមកតាំងពីម៉ោង 5 កន្លះចឹងទៅម្នាក់ៗអត់ទាន់បានពីណាគេញ៉ាំអីទេលោកគ្រូក៏គាត់ជប់នៅផ្សារចកាលើដើម្បីញ៉ាំអាហារពេលព្រឹកហាងដែលយើងចូលហ្នឹងក៏អត់មានហាឡាលេចឹងទៅខ្ញុំញ៉ាំអត់កើតខ្ញុំមួយម៉ាសារបស់ខ្ញុំក៏នាំគ្នាដើរចូលក្នុងផ្សារដើម្បីរកអីញ៉ាំពួកយើងមកផ្សារគេឡើងផឹកមែនតើមកតបខ្លះគេអត់ទាំងទាន់បើកផងពេលហ្នឹងយើងក៏ឃើញអ៊ីគាត់លក់នំយើងក៏ទិញនំមកញ៉ាំទៅយើងយកមកញ៉ាំមួយកាហ្វេខ្ញុំអត់បាយបានប៉ុន្តែអត់កាហ្វេអត់បានទេ no កាហ្វេ no energy ចឹងទៅយើងញ៉ាំតែកាហ្វេក៏រសដែរព្រីខ្ញុំឡើងចាំដឹងយើងមកខ្ញុំពេលញ៉ាំអីហើយយើងក៏ទៅតាតទៀតហើយឥឡូវនេះយើងក៏មកដល់ក្រុងកំពង់ធំហើយយើងក៏នាំគ្នាមើល map មើលអីដើម្បីរកសាលារកទីតាំងណាដែលយើងត្រូវចែកលិខិត្តប័ណ្ណរបស់យើងឡានរបស់ពួកយើងហ្នឹងគឺមានគ្នា6នាក់ចឹងទៅយើងក៏នាំគ្នាបានចែកក្រុមគ្នាចែក4នាក់ចែកនៅមណ្ឌលដែលគេប្រឡងពីមណ្ឌលជាប់គ្នាហើយលោកគ្រូ2នាក់ទៀតក៏គាត់ទៅចែកនៅមណ្ឌលផ្សេងដែលនៅឆ្ងាយជាងហ្នឹងតែទាំងអស់ទៅបន្ទប់អីហ្វ្រីទាំងអស់ផ្លែនៅក្នុងប៉ោនៅអរគុណច្រើនអូនភ្លេចប្រាប់លិខិត្តប័ណ្ណដែលពួកយើងចែកហ្នឹងគឺលិខិត្តប័ណ្ណដែលយើងផ្សព្វផ្សាយពីសាកលវិទ្យាល័យហេងសំរងត្បូងឃ្មុំរបស់យើងពេលហ្នឹងតែចែកទៅចុះមកណាយើងចែកបានមួយផ្លែមេក៏ចាប់ផ្ដើមភ្លៀងមកហើយក៏នាំគ្នារត់មករកកន្លែងជ្រកភ្លៀងសនកុំឲ្យទៅទឹកតន់ឥឡូវហ្នឹងក៏ដល់ម៉ោងដែលពួកគាត់ចេញពីប្រឡងថ្ងៃត្រង់ឡើងហើយម្នាក់មុខឡើងសបាយមុខឡើងរេកហ្មងឡងនោះខ្ញុំថតតាំងពីគេប្រឡងបាក់ដប់ឥឡូវគេចេញលទ្ធផលទៀតដែរខ្ញុំទំតបានកាត់ផុសហើយនេះហើយលិខិត្តប័ណ្ណដែលយើងត្រូវចែកហ្នឹងក៏បានចែកអស់ដែរដល់ពេលចែកអស់ចឹងទៅយើងក៏នាំគ្នាសម្រាកនាំគ្នាទិញមកជូរទិញអីញ៉ាំពេលដែលយើងជុំគ្នាវិញអស់គ្នាហើយលោកគ្រូក៏គាត់នៅពិភាក្សាអំពីកន្លែងសម្រាកក៏ដូចជាលិខិត្តប័ណ្ណដែលយើងនៅសល់ហ្នឹងយើងគួរតែចែកនៅសាលាណាទៀតហើយខ្ញុំក៏ឆ្លៀតសុំគាត់ទៅលេងតំបន់ប្រាសាទសម្បូរព្រៃគុកតែពេលហ្នឹងសុំអត់ទាន់បានទេដល់ពេលសម្រាប់ញ៉ាំបាយថ្ងៃត្រង់ហើយខ្ញុំក៏ដូរអាវហើយក៏ត្រូវទៅចែកលិខិត្តប័ណ្ណប្រហែលនៅមណ្ឌលមួយទៀតដែរជូនមួយនឹងងូតតមកតបាន3លើកហើយมันជោគជ័យនៅទីបំផុតខ្ញុំក៏សុំលោកគ្រូបានសម្រេចលោកគ្រូក៏គាត់ជូនខ្ញុំទៅលេងតំបន់ប្រាសាទសម្បូរព្រៃគុកខ្ញុំមកដែរបានទៅហើយខ្ញុំចង់ឃើញមែនតើថាតំបន់ប្រាសាទសម្បូរព្រៃគុកនោះគឺវាស្អាតមិនតែឥឡូវគឺបានទៅហើយណាមួយយើងនៅសល់ពេលច្រើនដែរចឹងទៅលោកគ្រូក៏គាត់បានជូនមកហើយមានជាការអរគុណលោកគ្រូជាខ្លាំងអរគុណធំពាក្យចេញពីចិត្តមកនៅទាំងអស់គ្នានៅតំបន់ប្រាសាទសម្បូរព្រៃគុកនោះគឺស្អាតមែនតើនៅក្នុងទូរស័ព្ទយើងឃើញស្អាតប៉ុណ្ណឹងណាតែពេលនៅក្រៅវាស្អាតខ្លាំងស្អាតមែនតើហ្មងខ្ញុំលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាគួរតែទៅលេងឲ្យបានម្ដងក្នុងឆាកជីវិតហ្មងព្រោះដោយសារវាស្អាតខ្លាំងហើយវាទាក់ទងនឹងប្រវត្តិសាស្ត្រខ្មែរទៀតទៅដល់នឹងហើយអីដែលខ្ញុំស្ដាយជាងគេបំផុតនឹងគឺទូរស័ព្ទរបស់ខ្ញុំអស់ថ្មហើយខ្ញុំថតអត់បានច្រើននេះហើយខ្ញុំស្ដាយមែនតើដល់ពេលវាស្អាតពេកចឹងទៅខ្ញុំអត់មានអីនិយាយច្រើននេះអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំឲ្យអ្នកទាំងអស់គ្នាមើលទស្សនវិជ្ជាទូដែលខ្ញុំបានថតនៅពេលដែលទូរស័ព្ទរបស់ខ្ញុំនៅមានថ្មបានជួបហើយចង់ជួបទៀតមិនចង់ឃ្លានពីស្នេហានឹកនឹងអាឡ័យជាប់ចិន្តាអូខេអ្នកទាំងអស់គ្នាឥឡូវ vlog 3យើងក៏ចាប់ដំណឹងដែរសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត vlog មួយនឹង Thank you for watching bye bye អ្នកទាំងអស់គ្នា bye bye